Haiបងប្អូនលើកមកនិយាយរឿងមួយណាពួកកុលសែង$23គេបញ្ចុះបញ្ចូលអ្នកប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាតាមរយៈសន្យាច្រកកោននយោបាយបងប្អូនការច្រកកោននយោបាយគឺជាមធ្យោបាយមួយដែលពួកកុលសែងប្រើប្រាស់សម្រាប់ជួញដូរមនុស្សរយៈកាលកន្លងមកមិនមែនគេមិនដឹងទេសហរដ្ឋអាមេរិកក៏ចាប់ផ្ដើមដឹងប្រទេសនៅអឺរ៉ុបក៏ចាប់ផ្ដើមដឹងរីឯប្រទេសនៅអាស៊ីដូចថៃឡង់ដែលជាកន្លែងមាន UNHCR office នៅហ្នឹងក៏ដឹងឥឡូវនេះវាអត់ស្រួលជាងមុនទេវាអត់ស្រួលដូចមុនទេណាការជួញដូរមនុស្សតាមរយៈស្បែកនយោបាយច្រកកោនតាំងជាងមុនជាពិសេសនៅពេលដែលប្រទេសមួយចាប់ផ្ដើមមាននយោបាយប្រឆាំងនឹងអន្តោប្រវេសន៍ដោយសពថ្ងៃនៅអាមេរិកគឺលំបាកខ្លាំងមែនទែននៅអឺរ៉ុបបងប្អូនឃើញហើយនៅអេស្ប៉ាញនៅអ៊ីតាលីនៅបារាំងនៅអាល្លឺម៉ង់នៅអង់គ្លេសប្រទេសមួយសពថ្ងៃអត់មានថវិកាជួយទេអញ្ចឹងអាចច្រកជួញដូរមនុស្សតាមរយៈស្បែកច្រកកោននយោបាយតូចជាងមុនប្រទេសមួយតាំងឡើងព្រោះសេដ្ឋកិច្ចវាតាំងខ្លាំងសូមបងប្អូនយល់រឿងហ្នឹងមិនសូវជាស្រួលគិតប៉ុណ្ណាទេបើគេមកបោកប្រឆោតហ្នឹងនិយាយប្រឆាំងទៅបានច្រកកោននយោបាយប្រយ័ត្នអត់បានវាលំបាកណាបងប្អូនអញ្ចឹងបោកភូតយូរឆ្នាំហើយល្មមដល់ពេលតឹងណាបងប្អូនអើយអាណិតខ្លួនផងកុំចេះតែជឿគេណាបងប្អូន